សម្ដេចធិបតីហ៊ុនម៉ាណែតខ្ញុំមានមោទនភាពដែលបានឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈនេះភ្នំពេញសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញើសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃអាទិត្យនេះថាខ្ញុំមានមោទនភាពដែលបានឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងព្រះមហាក្សត្រថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការសាសនាទាំងក្នុងនិងក្រៅប្រទេសបានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយនៅពីក្រោយវីរៈកងទ័ពវីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានក្នុងការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាសូមឲ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំសម្រាប់គ្រប់គ្រងនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ពវីរៈនគរបាលជាតិរបស់យើងបន្តបេសកកម្មក្នុងការការពារទឹកដីរាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋក៏ដូចជាវីរៈកងទ័ពវីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលាតកតងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា